មន្ទាងាប់ជាង150ក្បាលនៅក្រុងក្រចេះសង្ស័យជាជំងឺផ្ដាសាយបាសីសត្វមន្ទាឈឺឬងាប់ប្រមាណជា155ក្បាលស្ថិតនៅភូមិក្រគរសង្កាត់ក្រគរក្រុងក្រចេះខេត្តក្រចេះមន្ត្រីជំនាញការិយាល័យផលិតកម្មនិងពាក់សុព្យាបាលព្រួយបារម្ភជារោគសញ្ញាផ្ដាសាយបាសីនេះតាមការឲ្យដឹងពីលោកកេតសារឿនប្រធានការិយាល័យបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នេះលោកបានបន្តថាលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី31ខែមីនាឆ្នាំ2025ដោយយោងតាមការសាកសួរប្រជាពលរដ្ឋបានឲ្យដឹងថាសត្វមន្ទាទាំងនោះចាប់ដើមឈឺប្រហែលជា10ថ្ងៃមុនលុះ10ថ្ងៃក្រោយមកទើបគាត់រាយការណ៍មកជំនាញជាក់ស្ដែងនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025នេះមន្ត្រីជំនាញការិយាល័យផលិតកម្មនិងពាក់សុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះចុះអន្តរាគមន៍បាញ់សម្លាប់មេរោគនិងតាមដានសុខភាពសត្វនៅទីតាំងកើតហេតុខាងលើនៅព្រឹកថ្ងៃដដែលនេះដែរមន្ត្រីជំនាញបានចុះតាមដានសុខភាពសត្វមាន់និងទានៅក្នុងភូមិកើតហេតុបានចំនួន6ខ្នងផ្ទះមាន់ទាទាំងអស់មានសុខភាពល្អនិងបានចុះយកសំណាកសត្វមាន់ចំនួន2ក្បាលសត្វទា1ក្បាលផ្ញើទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វដើម្បីតាមដានរោគសញ្ញាជាក់លាក់លើពីនោះក្រុមការងារក៏បាញ់ថ្នាំសម្លាប់មេរោគបានចំនួន3ខ្នងផ្ទះជាកន្លែងមានមាន់ងាប់ហើយពេលរសៀលថ្ងៃដដែលនេះក្រុមការងារនឹងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគបន្តទៀតផងដែរចំពោះករណីសត្វមាន់ទាងាប់នេះដែរលោកកេតសារឿនបានបញ្ជាក់ថាតាមការសន្និដ្ឋានជាក់ស្ដែងជាជំហានដំបូងករណីមាន់ទាឈឺឬងាប់ខាងលើនេះអាចបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុចំពោះរោគសញ្ញាមន្ត្រីជំនាញមិនទាន់ប្រកាសទេរងចាំលទ្ធផលនៃវត្ថុវិភាគចេញមកសិនរីកាពីនឹងខ្ញុំស្វានី TV5 Online News